ឯកឧត្តមបណ្ឌិតទូចវិសាលសុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថាក្រសួងមហាផ្ទៃបន្តគាំទ្រឧបត្ថម្ភនិងផ្តល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដាលដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់ឯកឧត្តមបណ្ឌិតទូចវិសាលសុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថាក្រសួងមហាផ្ទៃនៅតែបន្តគាំទ្រឧបត្ថម្ភនិងផ្តល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដាលដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតទូចវិសាលសុខនេះឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមសិស្សនគរបាលពន្ធនាគារជ័យលាភីចំនួន12វគ្គស្មើនឹង1242នាក់នារី192នាក់នាព្រឹកថ្ងៃទី20ខែមីនាឆ្នាំ2026នៅបណ្ឌិតសភានគរបាលកម្ពុជាជាកិច្ចចាប់ផ្ដើមឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាបានថ្លែងសន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាលទាំង12វគ្គរួមទាំងសមិទ្ធផលនានាជាច្រើនជាពិសេសអំពីកំណែទម្រង់ដែលបណ្ឌិតសភានគរបាលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើការងារសំខាន់ដូចជាការដឹកនាំការបណ្ដុះបណ្ដាលការស្រាវជ្រាវមន្ទីរពិសោធន៍សារមន្ទីរនិងការងារ Digital ព្រមទាំងអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី3ផែនការស្រាវជ្រាវមន្ទីរពិសោធន៍និងផែនការអភិវឌ្ឍធនធានគ្រូឯកឧត្តមបណ្ឌិតទូចវិសាលសុខបានមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ព្រមទាំងគាំទ្រដល់ការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារដោយការលើកទឹកចិត្តតាមគ្រប់រូបភាពផ្សេងៗការកសាងហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់សម្ភារៈស្របតាមតម្រូវការហេតុនេះក្នុងយុគសម័យដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងលឿននិងក្នុងបរិបទសកលភាវូបនីយកម្មក្រសួងមហាផ្ទៃបានកំណត់ចក្ខុវិស័យវែងឆ្ងាយនិងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅផែនការអភិវឌ្ឍធនធានមនុស្សដោយផ្អែកលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងសមត្ថភាពនិងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់និងភាពជឿជាក់ពីប្រជាពលរដ្ឋលើពីនេះឯកឧត្តមបណ្ឌិតបានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវត្តរីកចម្រើនរបស់បណ្ឌិតសភានគរបាលកម្ពុជាសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមនិងសាលានគរបាលជាតិភូមិភាគទាំង6ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ការបំពាក់ឧបករណ៍សម្ភារៈការកែលម្អសោភ័ណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងស្តង់ដារគុណភាពលើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំងព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយអភិវឌ្ឍបណ្ឌិតសភាក្រសួងមហាផ្ទៃនៅតែបន្តគាំទ្រនិងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដាលដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់ឯកឧត្តមបណ្ឌិតទទួលស្គាល់ថាក្រោមស្មារតីកែតម្រង់ទស្សនៈទំនើបកម្មនិយមគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់បណ្ឌិតសភាបានបន្តបង្កើតស្នាដៃសមិទ្ធផលថ្មីៗនិងមានវឌ្ឍនភាពជាបន្តបន្ទាប់ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងស្តង់ដារខ្ពស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរស្នាដៃទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិដែលមានវិជ្ជាជីវៈខ្ពស់សុចរិតភាពស្មារតីបម្រើប្រជាពលរដ្ឋនិងភាពស្មោះត្រង់ចំពោះជាតិនេះឱកាសនោះឯកឧត្តមបណ្ឌិតទូចវិសាលសុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់ជ័យលាភីជានិមិត្តរូបចំនួន25នាក់ផងដែរ